ខែនេះបាទអានេះខែចុងក្រោយហើយ3ខែចុងក្រោយ6ខែចុងក្រោយឬនេះយើងចង់បានកំណត់ការបដិ I never made it but I know what it takes I'm motivated by a mix of emotion got my statement បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីជាមួយនឹង VTube ទៀតហើយថ្ងៃនេះ VTube សូមបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅរបៀបយក statement របស់ True Money អញ្ចឹងបងប្អូនទាំងអស់គ្នា statement គឺបងប្អូនទាំងអស់គ្នាយកប្រតិបត្តិការចំនួន3ខែឬ6ខែមួយឆ្នាំអីតាមដែលបងប្អូនទាំងអស់គ្នាតម្រូវការដូចជាខាងធនាគារគេត្រូវការឬបងប្អូនទាំងអស់គ្នាយកទៅដើម្បីចង់បងblue ធ្វើអីផ្សេងបងប្អូនអាចចូលទៅមើលបានឥឡូវខ្ញុំចូលទៅក្នុង True Money របស់យើងអញ្ចឹងពេលបងប្អូនទាំងអស់គ្នាចូលមកក្នុង True Money របស់បងប្អូនហើយគឺបងប្អូនទាំងអស់គ្នាចុចមកលើកន្លែង account របស់បងប្អូនមកខាងលើហ្នឹងអញ្ចឹងយើងចុចបើកវាមកបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជាកន្លែងដែលប្រតិបត្តិការរបស់យើងអញ្ចឹងបងប្អូនពេលចូលមកដល់កន្លែងនេះហើយបងប្អូនគ្រាន់តែចុចនៅកន្លែងនេះគឺដាក់ប្រវត្តិប្រតិបត្តិការបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចុចកន្លែងសញ្ញាវានៅខាងលើនេះមកនេះកន្លែងលើរូបសភៅបងប្អូនទាំងអស់គ្នាចុចពីលើហ្នឹងមកបន្ទាប់មកបងប្អូនចូលមកកន្លែងនេះបងប្អូននឹងឃើញហើយនៅកន្លែងនេះវាមាននេះ PDF ហើយនិង Excel អញ្ចឹងសម្រាប់កន្លែងគេដាក់នេះប្រភេទឯកសារអញ្ចឹងបងប្អូនចង់បានឯកសារមួយណាអញ្ចឹងឥឡូវខ្ញុំនិយាយពីលើមកវិញអានេះរបាយការណ៍គណនេយ្យបងប្អូនទាំងអស់គ្នាចង់យកជារបាយការណ៍លុយខ្មែរឬក៏ជាលុយដុល្លារអញ្ចឹងបងប្អូនចង់បានដុល្លារបងប្អូនចុចលើដុល្លារមកចង់បានខ្មែរចុចខ្មែរចេះមកអញ្ចឹងបន្ទាប់មកបងប្អូនឧទាហរណ៍ខ្ញុំចង់បានដុល្លារអញ្ចឹងនៅខាងក្រោមនេះបាទខាងក្រោមនេះគេដាក់ប្រភេទឯកសារអញ្ចឹងបងប្អូនទាំងអស់គ្នាចង់បានជាលក្ខណៈ PDF បាទឬក៏ Excel អញ្ចឹង PDF នេះលក្ខណៈដូចជាกระดาษមួយបាទกระดาษមួយគឺយើងអត់អាចកែបានទេគឺយើងឲ្យផ្ញើមកជាกระดาษផ្ទាំងអញ្ចឹងបងប្អូនទាំងអស់គ្នាជា Excel គឺផ្សេងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចង់យកกระดาษយកមួយបែបណាពីច្រើនឥឡូវយើងយក PDF ទៅអញ្ចឹងឧទាហរណ៍ខ្ញុំចង់បាននេះគេដាក់ខែនេះបាទអានេះខែចុងក្រោយហើយ3ខែចុងក្រោយ6ខែចុងក្រោយឬនេះយើងចង់បានកំណត់ការបរិច្ឆេទទៅខ្លួនឯងអញ្ចឹងណាអញ្ចឹងសម្រាប់ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់បាន3ខែចុងក្រោយគាត់បងប្អូនទាំងអស់គ្នាចុចទៅលើវាមកហើយបងប្អូនយកពាក្យថាបន្តបាទយកបន្តមកអញ្ចឹងវានឹងទៅមុខហើយបងប្អូនទាំងអស់គ្នាបន្តមកបងប្អូនចង់ចូលទៅក្នុងណាបងប្អូនចង់ផ្ញើវាចូលទៅណាមួយអីចឹងទៅឧទាហរណ៍ថាយើងចង់ផ្ញើចូលទៅ message យើងចុចលើ message មកបាទអញ្ចឹងយើងចង់ផ្ញើទៅណាគេបងប្អូនគ្រាន់តែនេះ tag add កន្លែងនេះមកអញ្ចឹងវានឹងលោតឈ្មោះអ្នកណាដែលយើងចង់ផ្ញើទៅឲ្យបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺវាមានតែប៉ុណ្្នឹងទេគឺងាយស្រួលទេបងប្អូនទាំងអស់គ្នាឬក៏បងប្អូនចង់ add ទៅកន្លែងណាក៏បានឬក៏យើងចុច more នេះមកវានឹងឲ្យយើងរើសបាទមុខងារដែលយើងចង់ផ្ញើទៅអញ្ចឹងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវាមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអញ្ចឹងការបង្ហាញរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានកំពុងទស្សនាវីដេអូមួយនេះនឹងមើលទៅនឹងអាចយល់ឬក៏របៀបថាប្រើប្រាស់អំពី True Money អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់នៅកន្លែងណាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានបាទខ្ញុំនឹងរីករាយឆ្លើយជាមួយនឹងពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំក៏មានប៉ុណ្្នឹងដែរអញ្ចឹងជាចុងក្រោយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង VTube របស់ខ្ញុំបាទអូខេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំមួយនេះ